នាយករដ្ឋមន្ត្រីថៃអនុទីនឆាន់វីរ៉ាកូលបានបញ្ជាក់ថានឹងមិនមានសង្គ្រាមជុំទី3ជាមួយកម្ពុជាទេយ៉ាងណាសម្ដីរបស់មេដឹកនាំម្នាក់នេះមិនអាចយកជាការបានឡើយពលគឺជាមនុស្សក្រឡេកក្រលុចនិងនិយាយឲ្យបានតែរួចទីមាត់តែវីរៈកងទ័ពកម្ពុជាក៏នៅតែប្រងជើងការខ្ពស់ជាប់ជានិច្ចថ្លែងនៅឯវិមានរដ្ឋាភិបាលថៃកាលពីថ្ងៃអង្គារទី27ខែមករាឆ្នាំ2026លោកអនុទីនប្រាប់អ្នកសារព័ត៌មានថានៅព្រំដែនគ្មានសញ្ញានៃការផ្ទុះសង្គ្រាមជុំទី3រវាងកម្ពុជានិងថៃនោះទេអនុទីននិយាយថាយោធាថៃកម្ពុជាបាននឹងកំពុងធ្វើការប្រស្រ័យតាក់ទងគ្នាដើម្បីបង្ការរាល់ការយល់ច្រឡំផ្សេងៗក្នុងឆ្នាំ2025ប្រទេសថៃបានបើកការឈ្លានពានកម្ពុជាចំនួន2លើកមួយលើកនៅខែកក្កដានិងមួយលើកទៀតនៅខែធ្នូដែលទង្វើទាំងនេះទៅគេដឹងច្បាស់ថាគឺដោយសារតែបញ្ហានយោបាយក្នុងស្រុករបស់ខ្លួនប៉ុណ្ណោះសូម្បីតែថៃខ្លួនឯងក៏ទទួលស្គាល់ដោយបើកចំហដែរថាសង្គ្រាមជាមួយកម្ពុជាគឺពិតជាឈ្នន់នយោបាយរបស់អនុទីនដើម្បីគៀកករកសម្លេងឆ្នោតនិងទាញប្រជាប្រិយភាពសម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះមែនប្រភព Bangkok Post New York Post ទីហ៊ានរុស្ស៊ីត្រូវមេបញ្ជាការយោធាធ្វើទារុណកម្មដោះខោអាវរុំស្កុតចង់ផ្អឹបដើមឈើវីដេអូដែលត្រូវបានបែកធ្លាយបានបង្ហាញពីសកម្មភាពមេបញ្ជាការយោធារុស្ស៊ីប្រើប្រាស់វិធីសាស្ត្រធ្វើទារុណកម្មយ៉ាងខួខៅទៅលើកងទ័ពរបស់ខ្លួនដែលត្រូវបានចោទប្រកាន់ពីបទរត់ចោលសមរភូមិនិងមិនព្រមអនុវត្តតាមបញ្ជានៅក្បែរខ្សែត្រៀមជួរមុខវីដេអូដែលទទួលបានពីទីភ្នាក់ងារសារព័ត៌មាន East to West នឹងត្រូវចុះផ្សាយដោយ New York Post កាលពីថ្ងៃទី27ខែមករាឆ្នាំ2026បានបង្ហាញពីទាហាន2រូបដែលត្រូវបានដោះសម្លៀកបំពាក់នៅសល់តែខោក្រមហើយត្រូវបានគេយកស្កុតមករុំជាប់ដើមឈើក្នុងអាកាសធាតុត្រជាក់ខ្លាំងក្នុងរូបភាពនោះមេបញ្ជាការម្នាក់បានជេរប្រមាថនិងបង្ខំញាត់ព្រឹសចូលទៅក្នុងមាត់របស់ពួកគេខណៈដែលទាហានទាំងនោះបានអង្វរសុំការលើកលែងទោសក្រុមឃ្លាំមើលអ៊ុយក្រែនបានលើកឡើងថាវិធីសាស្ត្របែបនេះកំពុងតែត្រូវបានយកមកប្រើប្រាស់កាន់តែច្រើនដើម្បីដាក់វិន័យបុគ្គលិកយោធាដែលបដិសេធចូលរួមការប្រយុទ្ធដែលមានគ្រោះថ្នាក់ខ្ពស់យោងតាមរបាយការណ៍កន្លងមករបស់ RFE និង Kiev Independent ក្រៅពីការវាយដំលើរាងកាយមានសេចក្តីរាយការណ៍ថាទាហានខ្លះត្រូវបានប្រើប្រាស់ជាឧបករណ៍បូជាដោយគេយកទៅចងជាប់ដើមឈើនៅទីវាដើម្បីធ្វើជាចំណីដល់យន្តហ្វម drone របស់អ៊ុយក្រែនអំពើហិង្សាក្នុងជួរកងទ័ពនេះបានកើតឡើងចំពេលដែលកិច្ចខិតខំប្រឹងប្រែងផ្លែការទូតនឹងមិនទាន់ចប់សពឡើយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាន់ជំហរថាការដកទ័ពអាចធ្វើទៅបានលុះត្រាតែអ៊ុយក្រែនយល់ព្រមកាត់ទឹកដីឲ្យខ្លួនដែលជាការទាមទារមួយដែលប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានបដិសេធយ៉ាងដាច់អហន់ដោយចាត់ទុកថាជាអំពើខុសច្បាប់និងខុសសីលធម៌ខណៈពេលដែលការចរចាសន្តិភាពកំពុងបន្តវិបត្តិមនុស្សធម៌នៅសមរភូមិកាន់តែមានសភាពធ្ងន់ធ្ងរដោយការវាយប្រហារចុងក្រោយរបស់រុស្ស៊ីលើទីក្រុង Kharkiv និងទីក្រុង Odessa បានបំផ្លាញបណ្ដាញអគ្គិសនីប្រហែល 80% ដែលបណ្ដាលឲ្យប្រជាជនរាប់ម៉ឺននាក់ខ្វះកម្ដៅនៅអាកាសធាតុកកនិងធ្វើឲ្យជនស៊ីវិលយ៉ាងហោចណាស់ក៏44នាក់រងរបួសអាមេរិកបញ្ជូនកងនាវាចម្បាំងថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ាគំរាមអ៊ីរ៉ង់ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសនាថ្ងៃពុធទី28ខែមករាឆ្នាំ2026នេះថាកងនាវាចម្បាំងបន្ថែមទៀតកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ដោយលោកបានហៅថាជាកងទ័ពជើងទឹក Offshore ដែលមានបំណងដាក់សម្ពាធទៅលើទីក្រុងតេហេរ៉ុនឲ្យចូលមកចរចាលើកិច្ចព្រមព្រៀងការទូតថ្មីយោងតាម Jerusalem Post ថ្លែងនៅឯរដ្ឋ Iowa លោកប្រធានាធិបតីបានរំលឹកដល់ប្រតិបត្តិការ Midnight Hammer កាលពីខែមិថុនាឆ្នាំ2025ដែលលោកបានអះអាងថាបានបំផ្លាញសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ខណៈដែលប្រទេសនេះក៏ត្រូវបានរាយការណ៍ថាជិតសម្រេចការផលិតអាវុធនុយក្លេអ៊ែរហើយលោក Trump បានសម្ដែងក្តីសង្ឃឹមថាវត្តមានយោធាដែលកើនឡើងនេះនឹងនាំមកដល់ការសម្រេចកិច្ចព្រមព្រៀងមួយដោយលោកបញ្ជាក់ថាអ៊ីរ៉ង់គួរតែធ្វើការចរចាតាំងពីឱកាសលើកមុនមកហើយការបង្កើនកម្លាំងជើងទឹកនេះគឺផ្ដោតសំខាន់ទៅលើក្រុមនាវាចម្បាំង USS Abraham Lincoln ដែលបានធ្វើដំណើរមកដល់មហាសមុទ្រឥណ្ឌាក្នុងតំបន់ត្រួតពិនិត្យរបស់បញ្ជាការឋានកណ្ដាលសហរដ្ឋអាមេរិកយោងតាមនាបាយការយោធាក្រុមនាវាចម្បាំងនេះរួមមាននាវាភីឃាតនិងយន្តហោះចម្បាំងដែលត្រៀមលក្ខណៈរួចរាល់សម្រាប់ឆ្លើយតបទៅនឹងស្ថានភាពអាសន្នផ្សេងៗកាលពីថ្ងៃអង្គារ CNTOM បានបញ្ជាក់ថាខ្លួនកំពុងចាប់ផ្ដើមធ្វើសម្មេត្រជាក់កម្ដៅសាច់ដុំរយៈពេលច្រើនថ្ងៃដើម្បីបង្រឹងសមត្ថភាពនៃការដាក់បញ្ជូនបុគ្គលិកនិងគ្រឿងយុទ្ធភ័ណ្ឌឲ្យបានឆាប់រហ័សនៅទូទាំងតំបន់
សម្មាតនេះមានគោលបំណងបង្ហាញពីវត្តមានដែលអាចទុកចិត្តបាននិងត្រៀមលក្ខណៈរួចរាល់ដើម្បីទប់ទល់នឹងការឈ្លានពានដែលអាចកើតមានឡើងនិងផ្ដល់ទំនុកចិត្តដល់ដៃគូនៅតំបន់បន្ទាប់ពីមានការប្រជុំការពារជាអ្នកកំពូលរវាងថ្នាក់ដឹកនាំយោធាសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល